បានបងប្អូនដែលមាន grinder ឬឧបករណ៍កិនគ្រាប់កាហ្វេដោយវីដេអូដូចខ្ញុំបានបង្ហាញនេះបងប្អូនពេលខ្លះប្រើអត់កើតទេបងប្អូនគេអត់ដំណើរការទេបងប្អូនអញ្ចឹងតាក់ទងទៅលើការឆែកដំបងបងប្អូនឆែកលេខនេះបងប្អូនកន្លែងហ្នឹងគឺជាកន្លែងភុយស៊ីបវាដែលចរន្តភ្លើងឆ្លងកាត់ណាឥឡូវយើងដោះឆែកមើលបងប្អូនបងប្អូនកន្លែងហ្នឹងបងប្អូនដោះគឺយើងមូលទៅខាងឆ្វេងណាបងប្អូនបើរឹតដោះទៅខាងស្ដាំនេះបងប្អូនឃើញអាហ្នឹងគឺភុយស៊ីបវាក្នុងហ្នឹងប៉ុន្តែឥឡូវនេះដោយសារខ្ញុំធ្វើវីដេអូបង្ហាញណាបងប្អូននេះវាអត់បានដាច់ទេអញ្ចឹងតាក់ទងទៅលើក្នុងហ្នឹងវាមានខ្សែភ្លើងមួយទូចប្រហែលជាប្រពិនសរសៃសក់ទេណាបងប្អូនអញ្ចឹងបើសិនជាកន្លែងហ្នឹងដាច់ប្រកាសជាឧបករណ៍ grinder របស់យើងនេះអត់បានមានចរន្តភ្លើងទេអញ្ចឹងភុយស៊ីបហ្នឹងគឺរោងចក្រគឺមាន free ខាងក្រោមនេះសាច់បងប្អូននេះនៅខាងក្រោមនេះហេបងប្អូននេះឡើយនេះបងប្អូនគាត់ដោះអាហ្នឹងមកជំនួសចូលក្នុងនេះវិញមកឲ្យបងប្អូនយកទៅមូលដាក់វិញបងប្អូនមូលដាក់វិញធម្មតាណាបងប្អូនដូចយើងមូលខ្ចៅធម្មតាដោះទៅឆ្វេងទៅស្ដាំធម្មតាមកណាបាទបងប្អូនយើងមូលស្ដាំធម្មតាមកគឺអូខេអាហ្នឹងណាបើសិនជាបងប្អូនឆែកអញ្ចឹងឲ្យដាច់ហើយនឹងអត់ដំណើរការទៀតអាហ្នឹងខ្ញុំយើងយកទៅឲ្យជាងធ្វើបាទអរគុណច្រើន